តាមផែនការយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនាងខ្ញុំពិតជាមានមោទនភាពចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់រូបដែលជាស្ត្រីដែលកំពុងមានវត្តមានបំពេញតួនាទីយ៉ាងសំខាន់និងយ៉ាងសកម្មបំផុតដូចគ្នាជាមួយនឹងបងប្អូនបរិសុទ្ធដែរវត្តមានថ្នាក់ដឹកនាំជាស្ត្រីក្នុងមុខតំណែងរដ្ឋបាលថ្នាក់ក្រោមជាតិនេះគឺបានឆ្លើយតបទៅនឹងការលើកកម្ពស់សមភាព Gender បរិយាបន្ននិងសមត្ថភាពសង្គមយ៉ាងពិតប្រាកដក្នុងនាមនាងខ្ញុំដែលទទួលបានឱកាសនិងការជឿទុកចិត្តពីរដ្ឋាភិបាលឲ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុងនាងខ្ញុំបានបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងចូលរួមបានគ្រប់សកម្មភាពសង្គមដោយបរិសុទ្ធដែរបើទោះបីជាខេត្តកោះកុងមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញនិងជាខេត្តមានផ្ទៃសមុទ្រព្រៃភ្នំយ៉ាងណាក្តីក៏នាងខ្ញុំអាចចុះទៅមូលដ្ឋានជួបជាមួយបងប្អូនប្រជាពលរដ្ឋជាប្រចាំក្នុងន័យនេះនាងខ្ញុំសូមលើកទឹកចិត្តនិងមានជំនឿយ៉ាងមុតមមចំពោះបងប្អូនជាស្ត្រីជាពិសេសបងប្អូនក្មួយៗជាស្ត្រីជំនាន់ក្រោយច្បាស់ជាអាចចូលរួមដឹកនាំនិងបំពេញតួនាទីភារកិច្ចក្នុងអង្គភាពស្ថាប័នសាធារណៈក៏ដូចជាមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយស្មារតីទទួលខុសត្រូវសកម្មមានគោលចំហររឹងមាំនិងបង្ហាញភាពជាគំរូទៅដល់មន្ត្រីឬមនុស្សជុំវិញខ្លួនឲ្យប្រព្រឹត្តតែអំពើល្អស្មោះត្រង់ជាមួយប្រជាជននិងគិតដល់សុខទុក្ខប្រជាជនដូចជាសុខទុក្ខរបស់យើង